ជំងឺរលាកដៃស្បូនបកស្រាយដោយសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកមេងលីជំងឺរលាកដៃស្បូនជាប្រភេទមួយនៃជំងឺកាមរោគដែលកើតមានលើស្ត្រី 15,000 នាក់ក្នុងរយៈពេល1ឆ្នាំស្ថិតិពីប្រទេសបារាំងដែលក្នុងនោះមាន 55% នៃអ្នកជំងឺមានអាយុតិចជាង25ឆ្នាំក្រៅពីនោះ 20% ទៅ 40% នៃបញ្ហាគ្មានកូនក៏ត្រូវបានរកឃើញមានជាប់ទាក់ទងនឹងផលវិបាកក្រោយពីការកើតជំងឺរលាកដៃស្បូនផងដែរនិយមន័យជំងឺរលាកដៃស្បូនគឺជាការរលាកដៃស្បូនតែម្ខាងឬទាំងសងខាងលើប្រដាប់បន្តពូជរបស់ស្ត្រីផ្នែកខាងលើមូលហេតុបណ្ដាលឲ្យមានជំងឺនេះគឺជាទូទៅអាស្រ័យនឹងរបៀបនៃការចម្លងរោគដោយក្នុងនោះគេសង្កេតឃើញថា 85% នៃករណីជាការឆ្លងតាមរយៈការរួមភេទដោយមានវត្តមាន Chlamydia trachomatis 60% និង Gonococcus 20% ហើយក៏មានពពួក Anaerobie Mycoplasma និង 30% ទៀតជាពពួក E. coli 15% នៃករណីជាការឆ្លងពីមូលហេតុវេជ្ជសាស្ត្រដែលជាទូទៅកើតឡើងនៅក្នុងអំឡុងពេលថតឆ្លោះក្នុងស្បូន Hysteroscopy HSG ដែលមកពីពាក្យ Hysterosalpingography ការសម្អាតក្នុងស្បូននិងការយកកូនចេញឬវិធីបញ្ជាកំណើតដោយដាក់កងក្នុងស្បូនជាដើមករណីកម្រផ្សេងទៀតរួមមានការឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសរីរាង្គជិតខាងដូចជាការឆ្លងពីការរលាកពោះវៀនធំឬការរលាកខ្នែងពោះវៀនជាដើមកត្តាប្រឈមកត្តាដែលអាចប្រឈមមុខនឹងជំងឺរួមមានស្ត្រីមានអាយុតិចជាង25ឆ្នាំស្ត្រីដែលមានការរួមភេទលើកដំបូងឆាប់ពេកស្ត្រីមានប្រវត្តិជំងឺកាមរោគស្ត្រីមានកម្រិតជីវភាពរស់នៅទាបស្ត្រីដែលប្រើប្រាស់វិធីបញ្ជាកំណើតដោយប្រើកងដាក់ក្នុងស្បូនស្ត្រីមានដៃគូរួមភេទច្រើនការធ្វើរោគវិនិច្ឆ័យ 1. សញ្ញាគ្លីនិកសញ្ញាគ្លីនិកនៃជំងឺរលាកដៃស្បូនត្រូវបានចែកជា2ទម្រង់គឺទម្រង់ច្បាស់លាស់ដែលរួមមានក្តៅខ្លួនឈឺពោះធ្លាក់សទម្រង់មិនច្បាស់លាស់ 50% នៃករណីរួមមានស្ត្រីមានរោគសញ្ញាបន្តិចបន្តួចឬគ្មាននិងមានការធ្លាក់ឈាមប្រហែល 30% ទៅ 40% នៃករណីដើម្បីកាន់តែច្បាស់ចំពោះទម្រង់គ្លីនិកក៏អាចគិតលើទម្រង់ស្រួចស្រាវនិងមិនសូវស្រួចស្រាវផងដែរទម្រង់គ្លីនិកស្រួចស្រាវគឺក្រៅពីការក្តៅខ្លួននៅមានការធ្លាក់សមានក្លិននិងការឈឺពោះនៅត្រង់តំបន់លើថ្ងាសទាំងសងខាងផងដែរចំពោះទម្រង់គ្លីនិកមិនសូវស្រួចស្រាវទម្រង់កើតញឹកញាប់ជាងគេគឺឈឺនៅតំបន់លើថ្ងាសតិចតួចកម្ដៅតិចជាង38អង្សាសេមានធ្លាក់សបន្តិចបន្តួចឬពេលខ្លះគ្មានរោគសញ្ញាអ្វីទាំងអស់ 2. ការធ្វើរោគវិនិច្ឆ័យអមគ្លីនិកការវិភាគឈាមការបណ្ដោះមេរោគការពិនិត្យអេកូតាមទ្វារមាសការវិភាគដោយការឆ្លោះក្នុងពោះក្នុងករណីចាំបាច់ខ្លះការព្យាបាលជំងឺរលាកដៃស្បូនស្រួចស្រាវត្រូវធ្វើឡើងក្នុងលក្ខណៈបន្ទាន់ដោយត្រូវសម្រាកពេទ្យនៅផ្នែករោគស្ត្រីនិងការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះមធ្យោបាយព្យាបាលបន្ទាប់បន្សំរួមមានការសម្រាកនៅផ្ទះការដកកងក្នុងស្បូនចេញការស្អំទឹកកកការរួមភេទដោយប្រើស្រោមអនាម័យការស្រាវជ្រាវនិងព្យាបាលដៃគូរួមភេទព្រមទាំងការប្រើប្រាស់ឱសថមួយចំនួនដូចជាថ្នាំបំបាត់ការឈឺចាប់ Antispasmodic និងថ្នាំពន្យារកំណើតគ្រាប់ដើម្បីឲ្យក្រពេញដៃស្បូនស្ត្រីបានសម្រាកក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ 80% នៃជំងឺអាចជាសះស្បើយទៅវិញប៉ុន្តែ 20% អាចនឹងផ្ដល់សំណល់ជាវិបត្តិក្រោយការព្យាបាលផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូនក្នុងនោះត្រូវបានចែកចេញជាពីរគឺផលវិបាករយៈពេលខ្លីនិងរយៈពេលវែងផលវិបាករយៈពេលខ្លីគឺការរលាកស្រោមអាងត្រគាកការកកើតខ្ទុះក្នុងដៃស្បូននិងមេរោគក្នុងឈាមផលវិបាករយៈពេលវែងមានទឹកដក់ក្នុងដៃស្បូនការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្ដាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ 20% មានកូនក្រៅស្បូនប្រឈម10ដង
ការខូចខាតក្រពេញដៃស្បូនវិបត្តិនៃការមិនមានកូន 70% និងការកកើតឡើងវិញនៃជំងឺជាដើមការការពារជំងឺរលាកដៃស្បូនស្រួយស្រាវការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺកាមរោគឲ្យទាន់ពេលវេលាការព្យាបាលនៅរាល់ជំងឺផ្សេងៗនៅលើប្រដាប់បន្តពូជរបស់ស្ត្រីផ្នែកខាងក្រោមរួមទាំងដៃគូរួមភេទផងដែរធ្វើការតាមដានឲ្យបានលឿនតាក់ទងនឹងជំងឺកាមរោគផ្ដល់ព័ត៌មាននិងអប់រំយុវជននិងយុវនារីឲ្យយល់ដឹងអំពីជំងឺកាមរោគបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទម្រង់ដែលមិនសូវមានរោគសញ្ញាគោរពតាមស្តង់ដារអនាម័យឲ្យបានល្អនៅពេលដែលធ្វើដំណើរការព្យាបាលផ្សេងៗក្នុងស្បូនដើម្បីការពារការកកើតឡើងវិញត្រូវប្រាកដថាបានធ្វើការព្យាបាលដៃគូរួមភេទរបស់អ្នកជំងឺផងដែរ